យើងបងបន្លែដែលយូរនឹងឆ្អិនចូលដាក់ចូលតែម្ដងទៅបន្ទាប់មកយើងទុកឲ្យពុះសិនបន្ទាប់មកយើងបងបន្លែស្រស់ចូលលឹបចំនួនបងប្អូនសម្លមួយឆ្នាំងនេះ